តាមដងជាមួយនឹង Black Dragon Form ព្រៀបយ៉ាងចូលជាប់ក៏ចាប់ទប់ជាមួយនឹង Hijumi សល់ទៅណាម្ដាយចុងក្រោយបងជាមួយនឹង Hijumi ហើយតែម្ដងទៀតវាយឡាយអត់តនេះព្រៀបខាងក្រោយនេះមានបញ្ហាជាមួយនឹងឡាយបងជាមួយនឹងនេះគាត់ក៏ free ដែរ total ហ្នឹងអាយ៉ាឲ្យ Edward មកដល់ហើយសេះចូលទៅជួនបើកអត់ទីបើកក្រៅអុកវិញទៅមុនដូចគ្នាម្ដាយជាមួយការចូល slow ចូលវាយយកទៅដល់ឥឡូវមានបញ្ហាដូចគ្នាម្ដាយជាមួយការយកខៀវបាត់ទៅលើឡាយព្រៀប Edward អត់តទៅណាកក់ពងបាំងជាប់យូរឯអូអត់ទាន់កក់ដូចគ្នាបើនេះដល់ Black Dragon Form ជួយនឹងការរីត្រីបានដែរតែយ៉ាងសង្កេបាត់បង់ជីវិតប៉ុន្តែ Edward បាត់បង់យកឡោះបាត់បង់ឡាយដែរតែឡាយនៅខាងក្រៅស្វាម្ដាយបាត់តាំងតែបនថៃបាត់ទាំងឡាយបាត់បង់4 hero ពី Aurora Gaming PH Oh my god បាទជាមួយនឹងការលេងពីនីណូមកពីក្រោយមកអើយនីណូ The Black Dragon Form ចង់ឆ្វែចង់ជាប់ក៏ចង់ចាប់យូវេផងប៉ុន្តែមានអារម្មណ៍ថាហ្វែលដកថយមកវិញសិនដូចគ្នាជាមួយនឹងការដកថយមកវិញអស់នេះអស់វិញគ្រប់យ៉ាង Edward វ៉ាវក៏បោះស្តាន់ចាប់ជាប់3 hero ប៉ុន្តែទៅជាងផងបាត់បង់ Edward មុនគេមុនដែរជាមួយនឹង Sky Piercer 10 stake គឺទៅចូលវាយជាមួយនឹង Dome ជាបន្តជាមួយនឹង Tribe របស់គ្នា30 stake Sky Piercer ដេញវាយជាមួយនឹង Demon K Recall យកទៅដល់ Line អត់មានបញ្ហាដូចគ្នាមកដែរទាត់ចេញមួយសិនដូចគ្នាដេញជាន់ដេញច្រាមវាយទៅលើ Line យកទៅណាសសាច់ Mega Kill ក៏ដូចនេះគាត់ថងវិញ Dome មិញគាត់ថងហើយណាហ្នឹងបាទជីមិនអីឡែកជីចៃនៅក្នុងវគ្គទី2ខំ3ស្រៀលគឺបានទៅលើ